ការច្នៃប្រឌិតគឺជាជំនាញដ៏សំខាន់សម្រាប់គ្រូបង្រៀនតើព្រោះហេតុអ្វីដោយសារតែធ្វើឲ្យមេរៀនមានភាពរីករាយនិងមានសម្ភារៈឧបទេសបន្ថែមទៅលើសៀវភៅសិក្សាគោលដែលបានប្រើប្រាស់វាពិតជាមានភាពទាក់ទាញដល់សិស្សានុសិស្សសម្ភារៈឧបទេសជួយឲ្យសិស្សចងចាំបានល្អហើយការរៀនសូត្រដោយភាពសកម្មអាចជួយឲ្យសិស្សមានជំនាញគិតនិងជំនាញសហការបានប្រសើរជាងមុននៅពេលដែលមានការណែនាំលើគោលការណ៍ណែនាំស្ដីពីរបបអាហារឬហៅកាត់ថា FBDG យើងអាចប្រើប្រាស់នៅសម្ភារៈមួយដែលមានឈ្មោះថាតារាងវិភាគអាហារសម្ភារៈនេះមិនត្រឹមតែអាចជួយឲ្យសិស្សយល់ពីអាហារទាំង6ប្រភេទប៉ុណ្ណោះទេប៉ុន្តែវាពិតជាអាចជួយដល់សិស្សានុសិស្សដើម្បីឆ្លុះបញ្ចាំងអំពីទម្លាប់នៃការបរិភោគរបស់ពួកគេផងដែរតារាងវិភាគអាហារត្រូវបានប្រើប្រាស់ដើម្បីជួយដល់សិស្សឲ្យពួកគេដឹងពីអាហារដែលគេបរិភោគក្នុងរយៈពេលពេញមួយថ្ងៃថាតើមានមុខអាហារទាំង6ប្រភេទដែរឬទេតើមុខអាហារណាខ្លះដែលពួកគេមិនបានបរិភោគតើអាហារណាខ្លះដែលប៉ះពាល់ដល់សុខភាពតើមុខអាហារណាខ្លះដែលពួកគេបរិភោគបានតិចឬច្រើនតោះឥឡូវយើងនាំគ្នាបង្កើតតារាងវិភាគអាហារទាំងអស់គ្នាដើម្បីបង្កើតតារាងវិភាគអាហារឡើងបានយើងត្រូវការសម្ភារៈមួយចំនួនដូចជាក្រដាសផ្ទាំងធំទំហំ A0 2សន្លឹកក្រដាសតូចៗខ្មៅដៃពណ៌ ហ្វឺត ផ្លាស្ទិកទន់បន្ទាត់និងកាវបិទអ្នកអាចអ៊ុតនៅបានរូបភាពចំពោះតារាងវិភាគអាហារវិញអ្នកក៏អាចអ៊ុតជាមួយនឹងស្កុតថ្លាបានដែរដើម្បីការពារកុំឲ្យសើមរហែកនិងប្រើប្រាស់បានរយៈពេលយូរដំបូងយើងត្រូវបិទភ្ជាប់ក្រដាសផ្ទាំងធំទំហំ A0 ទាំងពីរសន្លឹកឲ្យជាប់គ្នាបន្ទាប់មក 1. គូសតារាងជួរឈរសម្រាប់អាហារទាំង6ប្រភេទនិងជួរដេកសម្រាប់អាហារចម្បងទាំង3ពេលអាហារពេលព្រឹកថ្ងៃត្រង់និងពេលល្ងាច 2. ផាត់ពណ៌នៅក្នុងប្រអប់សម្រាប់មុខអាហារនីមួយៗបន្ទាប់មកអ្នកអាចប្រើប្រាស់ផ្លាស្ទិកទន់ដើម្បីធ្វើជាហោប៉ៅសម្រាប់ដាក់បាន់អាហារ 3. គ្រូអាចឲ្យកូនសិស្សជួយគូសបាន់អាហារផ្សេងៗដូចនេះពួកគេនឹងមានភាពរីករាយហើយក៏បានផ្សារភ្ជាប់ជាមួយនឹងមេរៀនដែលពួកគេនឹងសិក្សាតោះឥឡូវយើងនាំគ្នាមើលការប្រើប្រាស់តារាងវិភាគអាហារទាំងអស់គ្នាគ្រូអាចចាប់ផ្ដើមសួរទៅកាន់សិស្សថាតើពួកគេបានបរិភោគអ្វីខ្លះសម្រាប់អាហារពេលព្រឹកថ្ងៃត្រង់និងពេលល្ងាចសម្រាប់ម្ហូបនីមួយៗចូលសួរសិស្សអំពីមុខអាហារណាខ្លះដែលត្រូវបានចម្អិនប្រសិនបើសិស្សមិនចាំនៅមុខអាហារទាំងអស់នោះទេគ្រូអាចផ្ដល់ជាគន្លឹះឬក៏សួរចំនៅឈ្មោះមុខអាហារណាមួយថាតើត្រូវបានចម្អិននៅក្នុងម្ហូបដែលសិស្សបរិភោគដែរឬទេរាល់ពេលដែលសិស្សប្រាប់នៅឈ្មោះមុខអាហារណាមួយគ្រូអាចសួរទៅសិស្សថាតើមុខអាហារនេះស្ថិតនៅក្នុងប្រភេទអាហារណាមួយចូលឲ្យសិស្សគិតពីអាហារទាំងអស់ដែលគេបានបរិភោគរាប់បញ្ចូលទាំងភេសជ្ជៈនិងនំដែលគេបរិភោគកាលពីម្សិលមិញដោយគិតអំពីគ្រឿងផ្សំហើយធ្វើការបែងចែកនៅបានអាហារឲ្យដូចទៅនឹងគ្រឿងផ្សំទាំងនោះ